Và sự đây bông ôn chỉ cả score từng ngọc ní hay lâu ní dương đợt đầu chập đờm thì đấy sự mẹ bom ôn đã đâm nữ viền sái rồi chỉ cái nhôm chỉ đám chẳng to bị liền lệ cho cho mà đầu vào xá dương mà đo đầu prang dương chập đờm riệp trong bà đào hơi ở vậy để tầm khăn nút cứ ca per bè cà su của và dân bom ôn đâm hơi mình per bè cà su thếไปខ្លះយើងតុបមិនជាប់ជាមួយស្មៅទេទោះជាថាយើងបកកែកាត់បកកែអីក៏នៅតែយើងពិបាកក្នុងការគ្រប់គ្រងវាដែរអញ្ចឹងដើម្បីភាពងាយស្រួលហើយបងប្អូនអាចការពារភ្លៀងបានការពារក្តៅបានអញ្ចឹងមានតែកៅស៊ូទេកៅស៊ូក្រាលរងនេះហើយបងប្អូនអាចទិញកៅស៊ូដែលជាប្រភេទកៅស៊ូល្អបន្តិចមកបាទដូចប្រភេទដូចនៅក្នុងរូបវីដេអូដែលខ្ញុំកំពុងថតនេះជាប្រភេទកៅស៊ូល្អអញ្ចឹងយើងអាចប្រើបានមួយឆ្នាំពេញលើកលែងតែករណីឆ្កែមិត្តជាន់ទេអានឹងយើងអាចការពារបានទេប៉ុន្តែបើថាយើងក្រាលនៅចំការchứបានមួយឆ្នាំព្រោះវាក្រាស់ល្អហើយវាមានពីរពណ៌ខ្មៅហើយនឹងពណ៌ទឹកប្រាក់នេះអញ្ចឹងទី1ការពារស្មៅទី2ការពារភ្លៀងជោកជាំមកយើងអាចការពារបានទី3ក្តៅខ្លាំងយើងដាក់តំណក់ទឹកទៅវាការពារសំណើមកុំឲ្យវារំភាយលឿនឡើងទៅលើហើយកៅស៊ូនេះប្រភេទទទឹងវា1.2 ម៉ែត្រហើយបដោយវា400 ម៉ែត្រហើយបងប្អូនអាចធ្វើរងឲ្យធំចេះបាទធ្វើរងឲ្យធំដូចខ្ញុំនេះព្រោះងាយស្រួលហើយបើធ្វើបានស្អាតយ៉ាងហ្នឹងទៀតកាន់តែអែមប៉ុន្តែនេះយើងធ្វើមិនសូវល្អទេដោយសារដីវានៅសើមដែរអញ្ចឹងរៀងពិបាកបន្តិចហើយនេះយើងលើកដៃទេយើងព្យួរកយន្តម៉ាសាហើយយើងលើកឲ្យដៃតិចទៅវាបានប៉ុណ្ណេះហើយបាទហើយបើសិនជាបងប្អូនមានឧបករណ៍លើកកាន់តែអែមទៀតណាប៉ុន្តែគាត់ឧបករណ៍លើកយើងត្រូវការចំណាយវាអត់ដូចយើងលើកលក្ខណៈអញ្ចេះយើងដាំ20-30 អាទូចអញ្ចឹងណាបងប្អូនខ្លះគាត់ចការធំគាត់អាចទិញប្រភេទលើករងឯមកស្រួលមែនតើសម្រាប់ពួកគាត់បាទហើយយើងចការទូចអាចធ្វើលេងបានប៉ុន្តែធ្វើឲ្យល្អបានផលហើយចំណេញហើយការពិតទៅមានបងប្អូនមួយចំនួននៅតែគាត់ប្រើប្រាស់កៅស៊ូប្រភេទធូរថ្លៃកាលណាធូរថ្លៃយកគាត់ក្រាលទៅមិនទាន់បានចឹងថាមិនទាន់បានដាំផងខ្ចប់មកដាច់បដើអញ្ចឹងវាខាតលុយបងគាត់តែខាតលុយព្រោះបើយើងទិញអាល្អមកវាជាប់ប្រើបានយូរហើយបើយើងទិញអាអន់យើងប្រើម្ដងខូចហើយទិញមកទៀតអញ្ចឹងប្រគុណតម្លៃទៅខ្ញុំគិតទៅវាខុសគ្នាឆ្ងាយអញ្ចឹងបងប្អូនគួរតែគិតពិចារណាឡើងវិញតាក់ទងជាមួយនឹងការជ្រើសរើសកៅស៊ូនេះព្រោះជាបទពិសោធន៍របស់ខ្ញុំវាច្រើនឆ្នាំដែរអាចឲ្យបងប្អូនយកតម្រាប់តាមបានបាទហើយដូចជាមិនមានអីវែងឆ្ងាយទេបងប្អូននេះគ្រាន់តែជាវីដេអូសម្រាយសម្រាប់បងប្អូនដែលចង់ដាំឬក៏អ្នកធ្លាប់ដាំហើយប៉ុន្តែមិនប្រើកៅស៊ូអីចឹងដើម្បីគិតឡើងវិញក្នុងការប្រើប្រាស់នេះបាទអូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយបច្ចេកទេសផ្សេងបងប្អូនអាចចូលទៅមើលបានក្នុង YouTube ខ្ញុំនេះខ្ញុំបានផុសច្រើនទេតាក់ទងមួយជំងឺបច្ចេកទេសផ្សេងហើយយើងអាចយកទៅអនុវត្តនៅចការបានបាទអរគុណច្រើន